សួស្តីអ្នកនរថ្ងៃនេះយើងមក download driver R32 ហាអញ្ចឹងជាដំបូងយើងចូលទៅ browser វាយពាក្យ driver R32 ហា driver download បន្តមកទៀតចូលទៅក្នុង website នេះខាងលើគេបន្តមកទៀតគឺយើងត្រូវរើសតាមប្រភេទកុំព្យូទ័រដែលយើងប្រើ Windows ខ្ញុំប្រើ Windows 11អញ្ចឹងបន្តមកទៀតចុច go អញ្ចឹងបន្តមកទៀតចុច download driver យើងរងចាំពេលវាពេញចាំបងប្អូន install driver ហ្នឹងទៀតអូខេអញ្ចឹងបើក folder វាមកនេះ driver ដែលយើង download មកអញ្ចឹងយើង install យើងបិទ click វាមកហើយបន្តមកទៀត scroll ចុងមកក្រោមចុច accept តាម step វាមួយកន្លែងនេះគឺសួរថាយើងបានចាក់ទឹកថ្នាំហើយនៅឡើយចាក់ហើយយើងចុច OK នេះបន្តទៅមុខទៀតអញ្ចឹងខ្ញុំ connect យក USB បើបងប្អូន connect Wi-Fi មកអាច select យក Wi-Fi បានអញ្ចឹងកន្លែងនេះរងចាំឲ្យវា install ចប់យើងអាច test print បានឥឡូវខ្ញុំធ្វើការ test print ឥឡូវកំពុងតែដំណើរការអញ្ចឹងកន្លែងនេះខ្ញុំចូលទៅ shortcut កម្មវិធី scan មកវាអញ្ចឹងបាយពាក្យ Adsense scan បន្តមកទៀតយើងចូលមក shortcut វាទៅលើ desktop អូខេបន្តមកទៀតយើងអាចបើកកម្មវិធី Adsense scan tool នេះបានអញ្ចឹងក៏ដែរខ្ញុំដាក់ហើយខ្ញុំចុច scan preview select folder ដាក់នៅលើ desktop អញ្ចឹងរងចាំវាបន្តិចវានឹង scan ចប់អូខេឥឡូវ scan ចប់ហើយវាបាន PDF មួយចាំបើសិនវាបច្រាស់អញ្ចឹងយើងអាចដូរចុះឡើងបានហើយយើងចុច save ចាំវីដេអូមានតែប៉ុណ្្នឹងទេបើសិនជាចង់បានវីដេអូអ្វីថ្មីៗអាច comment នៅខាងក្រោមបានអរគុណច្រើន